សម្រាប់បងប្អូនដែលចង់សន្សំសំចៃថ្មទៅលើការប្រើប្រាស់ទូរស័ព្ទដៃ iPhone របស់បងប្អូនណាចង់សន្សំសំចៃឲ្យប្រើប្រាស់បានយូរជាងមុនក៏ដូចជាមិនចង់ឲ្យវាឆាប់ធ្លាក់ភាគរយនៃ battery health របស់យើងបងប្អូនអាចធ្វើបានបាទធ្វើតាមកលឹះបាទចំនួនប្រមាណ step នេះធានាថាបងប្អូននឹងប្រើប្រាស់បាទទូរស័ព្ទរបស់យើងនឹងបានយូរជាងមុនក៏ដូចជាបាទមិនឲ្យឆាប់ធ្លាក់នៅភាគរយ battery health របស់យើងទេបងប្អូនណាអញ្ចឹងបងប្អូនកុំរងចាំយូរពេកបាទចូលមកកាន់ setting មកបងប្អូនណាបាទចូលកាន់ setting មកអញ្ចឹងនៅក្នុង setting របស់យើងបងប្អូនយើងចូលមកកាន់បាទតកតងទៅនឹងប្រព័ន្ធ Wi-Fi Bluetooth នេះបើសិនជាបងប្អូនមិនប្រើប្រាស់ Wi-Fi ទេគឺយើងបិទតែយើងបើក Wi-Fi យើងប្រើទៅហើយ Bluetooth នេះបើសិនជាបងប្អូនបាទមិនប្រើប្រាស់ connect ជាមួយបាស connect ជាមួយកាសអីទេគួរតែបិទវាបែបនេះបងប្អូនណាបាទអញ្ចឹងយើងចូលមកកាន់ general បាទ general នេះបងប្អូនយើងចូលមកកាន់បាទនេះ background app refresh បាទចុចលើហ្នឹងមកបន្តបងប្អូនយើងធ្វើការបិទជាមួយនឹងខាងលើនេះបាទចុចយក off នេះមកបាទដើម្បីកុំឲ្យទូរស័ព្ទដៃរបស់យើងហ្នឹងវាធ្វើការ refresh app បាទហើយវាទាញធម្មពលថ្មរបស់យើងអញ្ចឹងណាបងណាបាទអញ្ចឹងយើងបិទ line ហ្នឹងទៅដើម្បីឲ្យថ្មរបស់យើងបាទថ្ម soft ID iPhone របស់យើងហ្នឹងគឺប្រើប្រាស់បានយូរជាងមុនអញ្ចឹងយើងថយពីកន្លែងហ្នឹងមកបាទបងប្អូនចូលមកកាន់ setting របស់យើងតែមកបងប្អូនយើងចូលមកកាន់ accessibility មកណាបាទចំណុចទី2ចូលមកកាន់ accessibility មកយើងចូលមកកាន់ display text and size បាទចូល line ហ្នឹងមកអញ្ចឹងកន្លែងនេះបងប្អូនយើងឃើញថា reduce white point បងប្អូនបើក line ហ្នឹងមកដើម្បីធ្វើការកាត់បន្ថយពន្លឺនៃអេក្រង់របស់យើងបងណាបាទបើយើងទាញចេះគឺវាកាត់បន្ថយពន្លឺរបស់យើងខ្លាំងតិចខ្លាំងខ្សោយអញ្ចឹងណាបងណានេះឃើញទេបាទអញ្ចឹងបើមិនតែយើងប្រើប្រាស់ពេលយប់គឺល្អមែនតើវាជួយដល់ភ្នែករបស់យើងកុំឲ្យពន្លឺអេក្រង់ទូរស័ព្ទដៃរបស់យើងនឹងប្រើប្រាស់ខ្លាំងបាទធ្វើឲ្យយើងឈឺភ្នែកអញ្ចឹងណាបើសិនជាបងប្អូនមិនគេថាចាំបាច់ត្រូវបើកបើសិនជាយើងបើកអានេះវាជួយកាត់បន្ថយពន្លឺអេក្រង់របស់យើងក៏វាជួយកាត់បន្ថយនៅបាទការស៊ីធម្មពលជាមួយនឹងបាទទូរស័ព្ទដៃរបស់យើងផងដែរតែបើសិនជាយើងប្រើប្រាស់ពេលថ្ងៃយើងអាចបើកយើងអាចបិទវាធម្មតាបើសិនជាយើងប្រើពេលយប់ឬក៏បងប្អូនចង់ save បាតារីបាទចង់ save ធម្មពលយើងបើកបែបទៅបាទយើងដាក់កំណត់ថា25ឬក៏ចង់បន្ថយពន្លឺជាងនេះគឺបានបងណាចឹងទីបងប្អូនតឡើងនេះបងប្អូនចូលមកកាន់ control center បាទសុំទោស control center គឺយើងអាចធ្វើការបើកពន្លឺនេះបានបងណាបាទអញ្ចឹងនៅពេលយើងកំណត់នៅពន្លឺកន្លែងនេះគឺវាល្ងិតចឹងហើយបងណាបាទយើងកំណត់ហ្នឹងគឺវាល្ងិតចឹងវាធ្វើឲ្យទូរស័ព្ទរបស់យើងវា save ធម្មពលផងដែរបាទអញ្ចឹងយើងចេញពីកន្លែងហ្នឹងមកបងប្អូនណាយើងចូលមកកាន់បាទ setting របស់យើងទៅតែបងប្អូនយើងចូលមកកាន់បាទ Apple បាទបើសិនជាបងប្អូនប្រើតែពី15 Pro Max ឡើងណាបាទគឺវាមាន Apple Intelligence ហ្នឹងហើយអញ្ចឹងបើសិនជាបងប្អូនមិនចាំបាច់បាទមិនត្រូវការប្រើវាទេបងប្អូនគួរតែបិទបាទបិទវាចោលទៅបាទចុច turn off ហ្នឹងមកបាទអញ្ចឹងវាជួយសន្សំសំចៃថ្មរបស់យើងបានមួយកម្រិតផងដែរតបពីនេះទៀតបាទចេញពីកន្លែងហ្នឹងមកចូល setting របស់យើងទៅតែហ្នឹងបងណាបាទ setting របស់យើងទៅតែហ្នឹងបងប្អូនយើង scroll បាទរកឃើញពាក្យថា display and brightness បាទចុចលើ display and brightness មកបងយើងគួរតែប្រើប្រាស់ dark mode បងណាបាទផ្ទៃពណ៌ខ្មៅណាបាទផ្ទៃពេលយើងចុច dark mode មកវានឹងចេញផ្ទៃពណ៌ខ្មៅបែបនេះបាទអញ្ចឹងបើខ្ញុំបើកផ្ទៃពណ៌ខ្មៅចេះខ្ញុំថតទៅគឺឃើញមុខខ្ញុំអញ្ចឹងណាខ្ញុំសូមដាក់ពណ៌នេះវិញដោយសារតែនៅពេលខ្ញុំប្រើប្រាស់ជាទូទៅខ្ញុំប្រើប្រាស់ dark mode ចេះបាទផ្ទៃពណ៌ខ្មៅចេះគឺវាអត់សូវស៊ីធម្មពលថ្មរបស់យើងទេបាទវាប្រើប្រាស់បានយូរជាងមុនអញ្ចឹងណាបងប្អូនជឿមិនជឿអាចសាកល្បងបានបាទតានាហ្មងតានាតែប្រើបានយូរជាងមុនទោះវាយូរជាង10នាទី20នាទីក៏វាគាត់បានដែរបងណាបាទបាទអញ្ចឹងយើងថយពីកន្លែងហ្នឹងមកបាទអានេះយើងកន្លែងមិញយើងបើកផ្ទៃពណ៌ខ្មៅអញ្ចឹងណាអញ្ចឹងចូលពីកន្លែងហ្នឹងមកបងប្អូនយើងចូលមកកាន់តាក់តងទៅនឹងបាទបាតារីបងប្អូនណាចុចលើបាតារីមកបើសិនជាបងប្អូនប្រើប្រាស់ទូរស័ព្ទដៃបងប្អូនគួរតែកំណត់មុខនេះបងប្អូនយើងចូលពាក្យថា charging បាទ charging ហ្នឹងមកអញ្ចឹងបើសិនជាបងប្អូនបាទប្រើប្រាស់ទូរស័ព្ទដៃចាប់ពីបាទ iPhone 14ឡើងបាទនិយាយទៅស៊េរីចាប់ពី12 13 14ហ្នឹងណាបងប្អូនយើងគួរតែកំណត់បាទបញ្ចូលឲ្យវាសាកថ្មត្រឹមតែ 95% ឬក៏ 90% បានហើយបាទអញ្ចឹងវាជួយឲ្យបាតារី health របស់យើងវាមិនឆាប់ធ្លាក់ភាគរយថ្មអញ្ចឹងណាបងណាតែបើសិនជាបងប្អូនចង់បើកបញ្ចូលបានគ្រប់ 100% បាទបញ្ចូលបាន 100% យើងអាចធ្វើការកំណត់បែបនេះបាននេះ limit ហើយយើងអាចនេះបើកជាមួយនឹងមុខងារ optimize charging នេះបងណា optimize battery charging នឹងបានតែបើយើងចង់បញ្ចូលថ្មចូលពេញតែម្ដងគឺវាបាទធ្វើឲ្យទូរស័ព្ទដៃរបស់យើងនឹងវាងាយនឹងបាទធ្លាក់ភាគរយថ្មប៉ុន្តែយល់ល្អបងគួរតែសាកថ្ម 95% ទៅបាទគឺយើងសាកត្រឹម 95% គឺវាលេខសាកបន្តហើយវាអត់ឡើងដល់ 91 97ទេអញ្ចឹងវាធ្វើឲ្យ battery health របស់យើងនឹងគឺប្រើប្រាស់បាទมันឆាប់ធ្លាក់ភាគរយថ្មក៏ដូចជាប្រើប្រាស់បានយូរអញ្ចឹងណាបងណាហើយការសាកថ្មនេះបងគួរតែសាកពេលព្រឹកនិងពេលល្ងាចបាទព្រោះថាពេលថ្ងៃម៉ោង1ម៉ោង2ម៉ោង12អីនេះគឺក្តៅណាស់មេឃនៅស្រុកខ្មែរយើងគឺក្តៅខ្លាំងមែនតើអញ្ចឹងយើងសាកទៅវាឡើងកម្ដៅខ្លាំងក៏វាឆាប់ឲ្យថ្មរបស់យើងលែងសូវកាន់ហើយឆាប់ធ្លាក់ភាគរយដែរបងណាបាទអញ្ចឹងតកតងទៅនឹងបាទការកំណត់នៃការសាកថ្មហើយចំពោះការប្រើប្រាស់ iPhone ខ្សែសាកបើសិនជាយល់ល្អបងបាទទិញអាខ្សែសាកដែលមានតម្លៃថ្លៃមិនថ្លៃបងទិញអាស៊ីនមកវាប្រើអញ្ចឹងណាបាទយើងសំលុយដើម្បីទាញអាស៊ីនមកយើងប្រើទៅវាជួយឲ្យស័ព្ទដៃរបស់យើងវា
ល្អតាមនឹងដែរបងណាបាទនេះជាជំរឿបងប្អូនចឹងបន្តទៅទៀតបងយើងចូលមកកាន់បាទជាមួយនឹងមុខងារមួយទៀតគឺហៅថា privacy and security កន្លែងហ្នឹងក្នុង setting ដែរបងណាបាទចុចចូលកន្លែងហ្នឹងមកអញ្ចឹងបើសិនជាបងប្អូនមិនចាំបាច់បើក location ទេបងណាគួរចុចបិទទៅអានេះខ្ញុំបិទហើយបងណាគឺខ្ញុំមិនដែរបើក location ទេតែករណីខ្លះបើសិនជាបងប្អូនចេញក្រៅឬក៏ចេញក្រៅអីបងប្អូនចង់បើក location my iPhone អីចឹងណាបាទអាចធ្វើការបើកបានបាទអាចបើក share my location អីចឹងអាចបើកបានអញ្ចឹងណាបាទតែបើសិនជាមិនចាំបាច់ទេបងប្អូនគួរតែបិទទៅបាទដូច Find My iPhone នេះយើងអាច on បានធម្មតាទេអញ្ចឹងណាបងប្អូនណាបាទអញ្ចឹងចំណុចប្រហែលនេះខ្ញុំជឿថាបងប្អូនអាចធ្វើការកំណត់បានតាមវិធីមួយចំនួននេះបាទអញ្ចឹងវាមានចំណុចទូចផ្សេងទៀតគ្រាន់ថាខ្ញុំចង់បង្ហាញចំណុចគោលដែលយើងអាចធ្វើការរក្សាថ្មទូរស័ព្ទដៃ iPhone របស់យើងនឹងប្រើប្រាស់បានយូរជាងមុនអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនជួបគ្នានៅវីដេអូក្រោយបាយបាយ